សូមជំរាបសួរខ្ញុំបាទឈ្មោះឈៀចៃហេងជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមូលបត្រ PP Link និយាយពីបច្ចុប្បន្នភាពរបស់តម្លៃហាងឆេងមាសយើងឃើញចាក់ស្ដែងថារយៈពេលប្រហែលថ្ងៃចុងក្រោយនេះតម្លៃហាងឆេងមាសមានការធ្លាក់ថ្លៃច្រើនគួរឲ្យកត់សម្គាល់ពោលគឺតម្លៃហាងឆេងមាសបានធ្លាក់ថ្លៃតាំងពីតម្លៃដែលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺ$4,377ក្នុង1អោនឬ$5,273ក្នុង1តម្លឹងក្នុងទីផ្សារអន្តរជាតិឥឡូវតម្លៃបច្ចុប្បន្នគឺធ្លាក់មកត្រឹមតែ$3,937ក្នុង1អោនឬក៏$4,743ក្នុង1តម្លឹងមកដល់ពេលនេះមានសំណួរចោទសួរច្រើនមែនទែនថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលលឿនដល់ថ្នាក់ហ្នឹងឡើងថ្លៃក៏លឿនចុះថ្លៃក៏លឿនដែលកត្តាដែលពាក់ព័ន្ធជាមួយនឹងការរុញច្រានតម្លៃហាងឆេងមាសការប្រែប្រួលស្ថានភាពបច្ចុប្បន្នមានតែពីរគឺកត្តានយោបាយហើយនិងកត្តារូបិយវត្ថុនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកការប្រយុទ្ធមិញសហរដ្ឋអាមេរិកធនាគារកណ្ដាល The Federal Reserve ដែលជាធនាគារសហព័ន្ធរបស់សហរដ្ឋអាមេរិកបានប្រកាសអត្រាការប្រាក់ថ្មីរបស់ខ្លួននៅខែថ្មីនេះគឺបានកាត់អត្រាការប្រាក់ពី 4.25% ធ្លាក់មកត្រឹមតែ 4.00% ទេជាទូទៅការកាត់អត្រាការប្រាក់អាចធ្វើឲ្យលុយដុល្លារធ្លាក់ថ្លៃហើយមាសឡើងថ្លៃប៉ុន្តែយ៉ាងណាមិញយប់មិញបន្ទាប់ពីប្រសាសន៍របស់Jerome Powell ដែលជាទីផ្សារពិបាលរបស់សហរដ្ឋអាមេរិកធនាគារកណ្ដាលសហរដ្ឋអាមេរិកគាត់បាននិយាយថាគោលជំហររបស់ធនាគារកណ្ដាលនឹងមិនកាត់អត្រាការប្រាក់នៅខែ12ទេ December នេះទេអញ្ចឹងមួយម៉ាត់របស់គាត់ហ្នឹងមួយ clear របស់គាត់ហ្នឹងធ្វើឲ្យអ្នកវិនិយោគិនធំមើលឃើញថាប្រាក់ដុល្លារនឹងឡើងថ្លៃពីឥឡូវរហូតដល់ចុងឆ្នាំដែលជាកត្តាដែលគេមើលឃើញថាការវិនិយោគទៅលើប្រាក់ដុល្លារសេដ្ឋកិច្ចអាមេរិកហាក់បីដូចជាមានការតាក់ទាញជាងធ្វើឲ្យអ្នកវិនិយោគធំលក់មាសចេញហើយទិញដុល្លារវិញការប្រយុទ្ធមិញបន្ទាប់ពីប្រកាសអត្រាការប្រាក់អញ្ចឹងវាគឺជាសញ្ញាណមួយពីទំនុកចិត្តរបស់វិនិយោគិនមើលឃើញថាទោះបីជា inflation របស់សហរដ្ឋអាមេរិកឥឡូវ 3% អត្រាការប្រាក់នៅត្រឹមតែ 4% ក៏សហរដ្ឋអាមេរិកនៅតែអាចរក្សាលំនឹងរបស់ខ្លួនឲ្យមានស្ថិរភាពផ្នែកនយោបាយផងនិងសេដ្ឋកិច្ចផងហ្នឹងគឺជាកត្តាមួយដែលអាចជះឥទ្ធិពលឲ្យប្រាក់ដុល្លារឡើងថ្លៃហើយមាសយប់ចុះថ្លៃការប្រយុទ្ធមិញកត្តាមួយទៀតគឺនៅព្រឹកនេះតែម្ដងថ្ងៃពហុបាទទី30នេះគឺជាការជំនួបរបស់លោកប្រធាន President Donald J. Trump ជាមួយនឹងលោកប្រធាន Xi Jinping របស់ប្រទេសចិនមុនការប្រជុំនៅកូរ៉េខាងត្បូងគាត់នឹងជួបគ្នានិយាយពីការចរចាសង្គ្រាមពាណិជ្ជកម្មដើម្បីទម្លាក់ពន្ធទម្លាក់អីឲ្យគ្នានៅក្នុងការនាំចេញនាំចូលក៏ដូចជាការបែងចែកពាក់ព័ន្ធជាមួយនឹងការវិនិយោគទៅលើធនធានកម្រក៏ដូចជារាយកម្រនៅលើពិភពលោកអ្វីដែលសំខាន់គឺបច្ចេកវិទ្យា AI តែម្ដងអញ្ចឹងពិភពលោកកំពុងតែរងចាំថាតើមហាយៈទាំងពីរចរចាទម្លាក់ពន្ធទម្លាក់កម្ដៅសង្គ្រាមពាណិជ្ជកម្មបានកម្រិតប៉ុណ្ណាដែលធ្វើឲ្យអ្នកវិនិយោគិនជាពិសេសអ្នកដែលគាត់កំពុងតែទិញលក់ហាងឆេងមាសគាត់មានភាពមិនប្រកបវិជ្ជាធ្វើឲ្យអ្នកដែលកំពុងតែបានទិញមាសពីតម្លៃថោកទុកដល់តម្លៃបច្ចុប្បន្នពិចារណានៅក្នុងការលក់មាសសុទ្ធចេញលក់ភាគហ៊ុនមាសចេញលក់កិច្ចសន្យាមាសចេញដើម្បីបង្វិលទៅជាផលចំណេញសិនកត្តានេះធ្វើឲ្យតម្រូវការមាសមានការធ្លាក់ថ្លៃហើយលុយដុល្លារមានការឡើងថ្លៃម្ដងទៀតហើយនេះគឺជាស្ថានភាពបច្ចុប្បន្នដែលយើងមើលឃើញថារងសម្ពាធទៅលើតម្លៃហាងឆេងមាសដោយសារតែអ្នកវិនិយោគិនទុនធំមើលឃើញថាពិភពលោកកំពុងតែចាប់ផ្ដើមវិវត្តមកផ្នែកស្ថិរភាពផ្នែកនយោបាយផ្នែកស្ថិរភាពផ្នែកសេដ្ឋកិច្ចដែលធ្វើឲ្យគេមើលឃើញថាអាវក្រោះដែលជាដុំមាសដែលគេទិញទុកការពារហានិភ័យនៅពេលដែលមានវិបត្តិពិភពលោកណាឥឡូវប្រហែលជាមិនសូវត្រូវការច្រើនដូចមុនទេអញ្ចឹងគេបញ្ចេញមាសចេញទិញលុយវិញបញ្ចេញមាសចេញទិញបានបំណុលវិញបញ្ចេញមាសចេញទៅទិញភាគហ៊ុនវិញអញ្ចឹងគឺជាកត្តាមួយដែលអ្នកនរគ្នាគួរពិចារណាហើយត្រៀមខ្លួនរួចជាស្រេចបើសិនជាអ្នកនរគ្នាកំពុងតែទិញលក់មាសគីឡូឬក៏ហាងឆេងមាសគួរតែប្រយ័ត្នមែនទែនបើសិនជាសង្គ្រាមពាណិជ្ជកម្មបន្តធ្លាក់កម្ដៅគេចរចាសន្តិភាពគេចរចាការនាំចេញនាំចូលមានប្រសិទ្ធភាពល្អប្រសើរជាងមុនក៏មានន័យថាតម្លៃហាងឆេងមាសអាចនឹងបន្តធ្លាក់ថ្លៃទៅមុខទៀតដែរប៉ុន្តែយ៉ាងណាមិញជាចុងក្រោយ long term direction ទិសដៅអនាគតរបស់តម្លៃហាងឆេងមាសទៅមុខវែងឆ្ងាយទៀតខ្ញុំជឿថាតម្លៃហាងឆេងមាសមានពេលដែលធ្លាក់ថ្លៃនៅពេលដែលសេដ្ឋកិច្ចល្អហើយនឹងមានពេលដែលងើបឡើងថ្លៃម្ដងទៀតនៅពេលដែលស្ថានភាពសេដ្ឋកិច្ចនិងនយោបាយអស្ថិរភាពកើតឡើងម្ដងទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់វិនិយោគទៅលើហាងឆេងមាសឬក៏ដុំមាសកុំតាន់ជួយច្បល់ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំតម្លៃហាងឆេងមាសនៅបន្តកើនថ្លៃទេគ្រាន់តែអ្នកទាំងអស់គ្នាប្រហែលជាត្រូវការពេលរងចាំដើម្បីឲ្យតម្លៃហាងឆេងមាសងើបមកវិញប៉ុន្តែក៏ស្ថានភាពបច្ចុប្បន្ន
ខ្ញុំចែកម្លែកឲ្យមើលឃើញថាកត្តាព័ត៌មានទិន្នន័យសេដ្ឋកិច្ចកំពុងតែរុញច្រានឲ្យតម្លៃហាងឆេងមាសចុះថ្លៃរយៈពេលខ្លីសិនបន្ទាប់មកបានឡើងថ្លៃម្ដងទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់កំពុងរងចាំទិញណាឲ្យចុះថ្លៃតិចទៀតសិនមួយអោនក្បែរ$3,900អីអាចពិចារណានៅក្នុងការទិញឡើងវិញបានហើយអរគុណអ្នកទាំងអស់គ្នាអរគុណ BTV News សម្រាប់បទសម្ភាសន៍ថ្ងៃនេះ